មើលលំហាត់derivative មួយទៀតម៉ាត់ទី1គឺគេឲ្យគណនា derivative បាទម៉ាត់ទី1គឺគណនា derivative នៃ f(x) ស្មើនឹងតម្លៃនៃខណ្ឌនៃ x ម៉ាត់ទី2គឺគេឲ្យ f(x) ស្មើនឹងតម្លៃនៃខណ្ឌនៃ x ដក3ម៉ាត់ទី4ម៉ាត់ទី3គឺឲ្យ f(x) ស្មើនឹងតម្លៃខណ្ឌនៃ x ការ៉េដក3ម៉ាត់ទី4គឺឲ្យ f(x) ស្មើនឹងតម្លៃនៃខណ្ឌនៃ x ការ៉េដក 2x បូក2ទៅមើលដំណោះស្រាយគណនា derivative ម៉ាត់ទី1គឺ f(x) នៃតម្លៃនៃខណ្ឌនៃ x ជាងអាចសរសេរបានអីគេជាងអាចសរសេរបានថា f(x) ស្មើនឹងឬការ៉េនៃ x ការ៉េដោយសារតែ x ការ៉េឬការ៉េនៃ x ការ៉េវាចេញមកគឺបានតម្លៃនៃខណ្ឌនៃ x បើយើង derivative មកបានអីគេ derivative f derivative នៃ f ស្មើនឹងឬការ៉េអុយគឺបានអីគេបានអុយព្រីមលើ2ឬការ៉េអុយជាបានសរសេរបានថា f ព្រីមនៃ x ស្មើនឹង x ការ៉េព្រីមលើ2ឬ x ការ៉េយើងបានអីគេ derivative នៃ x ការ៉េយើងបាន 2x លើ2ឬការ៉េនៃ x ការ៉េបានអីគេមានថាតម្លៃx ការ៉េមិនឬការ៉េនៃ x យើងសរសេរបាននេះតែយើងសរសេរថា x ស្មើនឹងឬការ៉េនៃ x ការ៉េនេះគឺវាស្មើនឹង f(x) ស្មើនឹងតម្លៃនៃខណ្ឌ x អានេះគឺថាចេញមកបរិយាកាសគឺជាប់តម្លៃនៃខណ្ឌបានអីគេនេះពី2នេះគឺសម្រួលចោលសល់ x តម្លៃនៃខណ្ឌ x តាមមកគឺយើងញែកវាមកបានយើងញែកថាបើសិនជា x សេគុណធំជាង0គេថា x នេះគឺធំជាង0យើងបានវិជ្ជមានទី1 x តូចជាង0យើងបានតែវិជ្ជមានស្មើដក1សារពេល x ធំជាង0គឺចេញបាន x លើ x ស្មើ1ពេល x តូចជាង0វាចេញមកបានអីគេយើងញែកមកគឺបានដក x អញ្ចឹងគឺ x លើដក x យើងបាន1ដក1ម៉ាត់ទី2គឺគេឲ្យ f(x) ស្មើនឹងតម្លៃនៃខេតនៃ x ដក3យើងអាចសរសេរបានអីគេយើងបានសរសេរបានថា f(x) ស្មើនឹងឬការ៉េនៃ x ដក3លើជាការ៉េពេលយើង derivative f' ស្មើនឹង x ដក3លើកជាការ៉េព្រីមលើ2ឬការ៉េនៃ x ដក3លើកជាការ៉េពេលយើង derivative បាន2ដល់ x ដក2គុណជាមួយនឹង x ដក3លើ2តម្លៃខណ្ឌ x ដក3វាស្មើនឹងយើងញែកវាថាសម្រួលចោលពេលយើងញែកមើលថាបើសិនជាអាហ្នឹងវាធំ0និង x ដក3ធំ0យើងបានអីគេ x ដក3ធំជាង0យើងបានចេញមកគឺ x ដក3សម្រួលទៅគឺសល់1ពេលអានេះវាថា x ដក3តូចជាង0យើងបាននេះយើងបានដក1សារតែចេញបានដកមានថានៅសល់2លើដក2គឺស្មើដក1ម៉ាត់ទី3នេះគឺក៏វាដូចគ្នាដែរយើងអាចសរសេរថា f(x) ស្មើនឹងតម្លៃនៃខេតនៃអីគេតម្លៃ f(x) ស្មើនឹងតម្លៃនៃខេត x ការ៉េដក3យើងសរសេរបានថា f(x) ស្មើនឹងឬការ៉េនៃ x ការ៉េដក3លើកជាការ៉េពេលយើង derivative ទៅគឺ f' ស្មើនឹង derivative នៃ x ការ៉េដក3លើកជាការ៉េព្រីមគឺ derivative នៃ x ការ៉េដក3លើកជាការ៉េលើ2នៃឬការ៉េ x ការ៉េដក3លើកជាការ៉េបានអីគេពេល derivative គឺបាន4គុណជាមួយនឹង x ការ៉េដក3លើ2ឬការ៉េនៃ x ការ៉េដក3លើកជាការ៉េពេលយើងក្តាប់ញែកវាមកយើងបានអីគេពេលដែល x ការ៉េដក3នឹងធំជាង0មានន័យថាវាបាន 2x ពេលដែលx ការ៉េដក3ពេលដែល x ការ៉េដក3នឹងតូចជាង0យើងបានអីគេយើងបានដក 2x ម៉ាត់ទី4នេះគឺគេឲ្យ f(x) ស្មើនឹងតម្លៃនៃខេតនៃ x ការ៉េដក 2x បូក2យើងអាចសរសេរថា f(x) ស្មើនឹងឬការ៉េនៃ x ការ៉េដក 2x បូក2លើកជាការ៉េពេលដែល f' យើងបាន2គុណជាមួយនឹង 2x ដក2គុណជាមួយនឹង x ការ៉េដក 2x បូក2លើឬការ៉េនៃ x ការ៉េដក 2x បូក2លើកជាការ៉េពេលយើង derivative ទៅគឺទូទាត់ទៅបានអីគេតទៅ2នេះសម្រួល2ចោលសល់ 2x ដក2គុណជាមួយ x ការ៉េដក 2x បូក2តម្លៃនៃខេតនៃ x ការ៉េដក 2x បូក2
ពេលញែកវិញថាពេលនេះវាតូច0យើងបាន 2x ដក2ពេលតែនេះវាតូច0យើងបាន 2x បូក2នេះគឺជាដំណោះស្រាយម៉ាក់នេះរៀងប្លែកដោយសារតែសូមតែឃើញទេដោយសារតែderivative នៃតម្លៃនេះខាត